នៅត្រើយខាងជើងនៃពិភពលោកមានទឹកដីមួយដ៏ធំធេងដែលស្ទើរតែមិនអាចពណ៌នាបានវាធំល្មមដែលគ្រប់គ្រាន់សម្រាប់ផ្ទុកប្រទេសបារាំងជាង20ប្រទេសឯណោះហើយបើទោះបីជាដាក់ទ្វីបអឺរ៉ុបទាំងមូលចូលទៅក្នុងនោះក៏នៅតែមើលទៅហាក់ដូចជាទូលាយខ្វះចន្លោះវាមានភាពត្រជាក់ខ្លាំងដែលទីក្រុងមួយអាចរស់នៅបានជាធម្មតាក្នុងសីតុណ្ហភាពក្រោម050ទៅ60អង្សាសេរាល់ជំហានដែលមនុស្សបានបោះនៅលើទឹកដីនេះគឺប្រៀបដូចជាការឆ្លាក់ដាននៅលើពេលវេលាដែលកកស្ទះវាមានភាពស្ងប់ស្ងាត់និងដាច់ស្រយាលប៉ុន្តែវាបានចិញ្ចឹមបីបាច់នៅព្រៃឈើដ៏ធំបំផុតបឹងដ៏ជ្រៅបំផុតអាកាសធាតុដែលខ្លាំងបំផុតនិងរឿងរ៉ាវរបស់មនុស្សដែលប្លែកបំផុតក្នុងពិភពលោកនេះគឺស៊ីបេរីដែលជាទឹកដីដ៏ធំសម្បើមមួយដែលត្រូវបានគេពណ៌នានៅលើផែនទីរាប់មិនអស់ប៉ុន្តែវានៅតែជាទឹកដីដ៏ស្មុគស្មាញដែលពិបាកយល់ឲ្យបានពេញលេញភូមិសាស្ត្រនិងប្រជាជនស៊ីបេរីមានផ្ទៃដីសរុបប្រហែល13លានគីឡូម៉ែត្រការ៉េដែលស្មើនឹងប្រហែល 75% នៃផ្ទៃដីសរុបរបស់រុស្ស៊ីឬស្មើនឹង1/9 នៃផ្ទៃដីគោករបស់ពិភពលោកវាលាតសន្ធឹងជាង 7000 គីឡូម៉ែត្រចាប់ពីជួរភ្នំអ៊ុយរ៉ាល់ Ural Mountain រហូតដល់មហាសមុទ្រ Pacific និងពីមហាសមុទ្រ Arctic Ocean រហូតដល់ព្រំដែននៃប្រទេសម៉ុងហ្គូលី ចិននិងកាហ្សាក់ស្ថាននៅក្នុងលំហដ៏ធំធេងនេះមានប្រជាជនរស់នៅត្រឹមតែប្រហែល37លាននាក់ប៉ុណ្ណោះដោយមានដង់ស៊ីតេប្រជាជនតិចជាង3នាក់ក្នុង1គីឡូម៉ែត្រការ៉េដែលធ្វើឲ្យតំបន់នេះក្លាយជាតំបន់មួយក្នុងចំណោមតំបន់ដែលស្ងាត់បំផុតនៅលើផែនដីរឿងដែលកាន់តែខ្លាំងនោះគឺប្រជាជនភាគច្រើនប្រមូលផ្តុំគ្នានៅតំបន់ទីក្រុងភាគខាងត្បូងខណៈដែល 70% នៃទឹកដីភាគខាងជើងគឺស្ទើរតែគ្មានមនុស្សរស់នៅបរិស្ថានធម្មជាតិប៉ុន្តែភាពទំនេរមិនមែនមានន័យថាគ្មានជីវិតនោះទេផ្ទុយទៅវិញស៊ីបេរីគឺជាទីតាំងនៃប្រព័ន្ធអេកូឡូស៊ីតំបន់ត្រជាក់ Cold Temperate Ecosystem ដែលមានទំហំធំបំផុតរបស់ពិភពលោកភាគច្រើននៃផ្ទៃដីត្រូវបានគ្របដណ្ដប់ដោយព្រៃឈើម្ជុល Taiga ដែលមានទំហំជាង8លានគីឡូម៉ែត្រការ៉េឬប្រហែលពាក់កណ្ដាលនៃព្រៃម្ជុលនៅលើពិភពលោកដើម Spruce, Larch និង Fir ដែលដុះយ៉ាងជិតគ្នាបង្កើតបានជាឆ្អឹងខ្នងនៃទ្វីបពណ៌បៃតងខ្មៅហើយវាគឺជាកន្លែងផ្ទុកកាបូនស៊ីងដ៏សំខាន់មួយនៅលើផែនដីចំពោះទៅភាគខាងជើងវាគឺជាទឹកដីវាលស្មៅទុនរ៉ាដែលគ្របដណ្ដប់ដោយស្រទាប់ទឹកកកអចិន្ត្រៃយ៍ខ្យល់នៅទីនោះបក់កាត់ទាំងទឹកកកដោយភាពមុតស្រួចដូចកាំបិតសត្វក្តាន់សត្វកញ្ជ្រោងអាទិកនិងសត្វទីទុយព្រិលនៅតែបន្តរស់នៅយ៉ាងស្វិតស្វាញក្នុងភាពសនៃទឹកដីនេះនៅភាគខាងត្បូងវិញគឺជាវាលស្មៅដែលទន់ភ្លន់ជាងដែលផ្លាស់ប្ដូរបន្តិចម្ដងទៅកាន់ព្រំដែននៃខ្ពង់រាបម៉ុងហ្គូលីនិងជួរភ្នំAltai Mountains ទឹកកកអចិន្ត្រៃយ៍និងធនធាននៅពេលនិយាយដល់ស្រទាប់ទឹកកកអចិន្ត្រៃយ៍ Permafrost យើងមិនអាចរំលងទូទឹកកករបស់ផែនដីដែលមានតែមួយគត់នៅស៊ីបេរីនេះបានទេប្រហែល 65% នៃទឹកដីនៅក្នុងតំបន់នេះគឺជាដីកកអចិន្ត្រៃយ៍ដែលមានកម្រាស់ដីកក 2-3 ម៉ែត្ររហូតដល់រាប់រយម៉ែត្រនៅក្រោមដីដែលមិនដែលរលាយពេញមួយឆ្នាំនេះមិនត្រឹមតែបង្កើតជាទម្រង់ដីប៉ុណ្ណោះទេប៉ុន្តែថែមទាំងជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបរស់នៅរបស់ប្រជាជនផងដែរឧទាហរណ៍ទីក្រុង Yakutsk ដែលត្រូវបានគេស្គាល់ថាជាទីក្រុងធំដែលត្រជាក់បំផុតក្នុងពិភពលោកដែលក្នុងរដូវរងាអាចចុះដល់50អង្សាសេអគារនៅទីនោះត្រូវតែសាងសង់លើសខ្ពស់ៗពីលើដីកដើម្បីជៀសវាងការផ្អៀងឬបាក់ស្រុតនៅពេលដែលដីគ្រឹះរលាយនៅក្នុងទឹកដីដ៏ត្រជាក់នេះអ្វីដែលគួរឲ្យស្ញប់ស្ញែងជាងគេគឺបឹងបៃកាល់ Lake Baikal វាជាបឹងដែលជ្រៅបំផុត642ម៉ែត្រនិងចាស់បំផុតក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងកាលពី20លានឆ្នាំមុនដោយផ្ទុកទឹកសាប 20% នៃពិភពលោកក្នុងរដូវរងាផ្ទៃបឹងកកជាទឹកកកពណ៌ខៀវថ្លាដែលរឹងមាំរហូតដល់ឡានដឹកទំនិញអាចបើកបរលើបានប្រវត្តិសាស្ត្រនិងការអភិវឌ្ឍប្រសិនបើធម្មជាតិគឺជាឆ្អឹងនៃស៊ីបេរីនោះភូមិប្រវត្តិសាស្ត្រនិងធនធានគឺជាសាច់ដុំដ៏រឹងមាំរបស់វានៅក្រោមដីសម្បូរទៅដោយឧស្ម័នធម្មជាតិដែលធំបំផុតមួយក្នុងពិភពលោករួមទាំងប្រេងឆៅធំដែងនីកែលអ៊ុយរ៉ាញ៉ូមមាសនិងពេជ្រទីក្រុង Norilsk គឺជាទីក្រុងឧស្សាហកម្មធំដែលស្ថិតនៅភាគខាងជើងបំផុតរបស់ពិភពលោកដោយពឹងផ្អែកលើធនធាននីកែលនិងលោហៈធាតុដ៏កម្រដើម្បីក្លាយជាមជ្ឈមណ្ឌលលោហៈធាតុដ៏សំខាន់របស់រុស្ស៊ីប៉ុន្តែដោយសារអាកាសធាតុដ៏ខ្លាំងក្លានិងបញ្ហាបំពុលបរិស្ថាននាពេលកន្លងមកវាត្រូវបានគេហៅថាទីក្រុងមួយក្នុងចំណោមទីក្រុងដែលលំបាកបំផុតក្នុងពិភពលោកនៅតំបន់សាធារណរដ្ឋសាខាភាគខាងកើតការរុករកពេជ្រមានចំនួនជាង 25% នៃពិភពលោកជនជាតិដើមភាគតិចដូចជាជនជាតិ Yakut និង Eventrex នៅតែរក្សាទំនៀមទម្លាប់ចិញ្ចឹមសត្វក្តាន់ជំនឿសាសនា Shaman និងភាសាដើមរបស់ពួកគេទោះបីជាមានប្រជាជនតិចក៏ដោយស៊ីបេរីមិនមែនជាទឹកដីដែលគ្មានប្រវត្តិសាស្ត្រនោះទេវាគឺជាតំបន់គន្លឹះសម្រាប់ការកើនឡើងនៃចក្រភពម៉ុងហ្គោលហើយក៏ជាសមរភូមិមុខសម្រាប់ការពង្រីកទឹកដីទៅភាគខាងកើតរបស់ជនជាតិរុស្ស៊ី Cossacks ក្នុងសតវត្សទី16និងជាកន្លែងនៃការនិរទេសខ្លួនរាប់រយឆ្នាំក្នុងសម័យរុស្ស៊ី Tsaris និងសម័យសូវៀតមនុស្សរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅទីនេះដើម្បីកសាងផ្លូវជីករ៉ែកាប់ឈើនិងកសាងទីក្រុងដែលបង្កើតបានជាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និងមូលដ្ឋានឧស្សាហកម្មដូចសពថ្ងៃនេះផ្លូវដែក Trans-Siberian ដែលមានប្រវែងជាង 9289 គីឡូម៉ែត្រលាតសន្ធឹងឆ្លងកាត់7តំបន់ពេលវេលាចាប់ពីទីក្រុងមូស្គូរហូតដល់ទីក្រុង Vladivostok គឺជាគម្រោងដ៏សំខាន់ដែលបានផ្លាស់ប្ដូររចនាសម្ព័ន្ធទឹកដីរបស់រុស្ស៊ីអនាគតសប្តាហ៍នេះស៊ីបេរីកំពុងស្ថិតក្នុងដំណាក់កាលថ្មីមួយម្យ៉ាងវិញទៀតការប្រែប្រួលអាកាសធាតុកំពុងផ្លាស់ប្ដូរទឹកដីនេះក្នុងល្បឿនមួយដែលនឹកស្មានមិនដល់ស្រទាប់ទឹកកកអចិន្ត្រៃយ៍កំពុងរលាយយ៉ាងឆាប់រហ័សដែលបណ្ដាលឲ្យដីស្រុតនិងផ្លូវបាក់បែក
វាក៏នាំឲ្យមេរោគដែលដេកលក់រាប់ពាន់ឆ្នាំរស់ឡើងវិញហើយភ្លើងឆេះព្រៃកើតឡើងញឹកញាប់ក្នុងរដូវក្តៅដែលទំហំរបស់វាអាចមើលឃើញយ៉ាងច្បាស់ពីផ្កាយរណបម្យ៉ាងវិញទៀតឱកាសសេដ្ឋកិច្ចថ្មីៗក៏កំពុងលេចចេញជារូបរាងចាប់ពីការអភិវឌ្ឍផ្លូវដឹកជញ្ជូនតាមមហាសមុទ្រអាកទិកវត្តថ្មីនៃធនធានរ៉ែនិងការកសាងតំបន់ទេសចរណ៍អេកូឡូស៊ីនិងឧទ្យានធម្មជាតិដើមដែលកំពុងធ្វើឲ្យពិភពលោកចាប់អារម្មណ៍លើស៊ីបេរីម្ដងទៀតទោះជាយ៉ាងណាក៏ដោយមិនថាពេលវេលាផ្លាស់ប្ដូរយ៉ាងណាក៏ដោយលក្ខណៈមូលដ្ឋានបំផុតនៃស៊ីបេរីមិនដែលផ្លាស់ប្ដូរឡើយវាគឺជាទឹកដីពោលដែលធ្វើឲ្យមនុស្សដឹងពីភាពតូចទាបរបស់ខ្លួនក្នុងពេលតែមួយក៏ជំរុញឲ្យមានការចង់ស្វែងយល់វាមានភាពត្រជាក់ផងនិងក្តៅផងវាមានភាពស្ងប់ស្ងាត់ផងនិងសម្បូរហូរហៀផងវាគឺជាព្រំដែនដែលឆ្ងាយពីអរិយធម៌ប៉ុន្តែក៏កំពុងជះឥទ្ធិពលយ៉ាងស្ងៀមស្ងាត់ដល់ប្រព័ន្ធអេកូឡូស៊ីថាមពលពិភពលោកនិងការកំណត់ភូមិសាស្ត្រនយោបាយនាពេលអនាគតនៅលើអត្តកូលខាងកើតនៃផែនដីទឹកដីដ៏ធំធេងនេះនៅតែមានវត្តមានយ៉ាងស្ងប់ស្ងាត់ដោយសរសេរប្រវត្តិសាស្ត្រធម្មជាតិដ៏មហិមាដើមរយៈទឹកកកព្រើព្រៃឈើបឹងនិងដីកកហើយនៅពេលដែលអ្នកដើរចូលទៅក្នុងនោះពិតប្រាកដអ្នកនឹងដឹងថាស៊ីបេរីដែលយើងកំពុងនិយាយដល់មិនមែនគ្រាន់តែជាតំបន់មួយនោះទេប៉ុន្តែវាប្រៀបដូចជាវត្តមានមួយនៅលើមាត្រដ្ឋាននៃភពផែនដីដែលជាកម្លាំងមួយដែលធ្វើឲ្យមនុស្សមានការគោរពកោតខ្លាចជារៀងរហូត